តធ្វើកិច្ចការយើងទៀតទៅខ្សែចងកប៉ាល់គួរតែចងវាតឹងបែបនេះដើម្បីកុំឲ្យខ្សែវារលំពេកស្ពានយើងក៏នឹងរឹងមាំជាងមុនដែរ ធីវ៉ាយើងគួរតែហៅឯងថាលោកប៉ាន់ចាប់ជាតិហើយ សមត្ថភាពខ្ញុំមិនអាចប្រៀបផ្ទឹមនឹងលូប៉ាន់បាននោះទេឥឡូវខ្ញុំទៅរាយការណ៍ប្រាប់ឧត្តមសេនីយ៍ស្រី បងគិតថាកំតាន់អាលអីវាល្អជាង ហេតុអីមានរឿងអីទៅ បងប្រាប់ឯងចុះការយកសំណប់ចិត្តគាត់ទើបតែបែកអស់មួយចំហៀងទេឥឡូវនេះគឺគាត់មានអារម្មណ៍មិនល្អឡើយនេះឯងនេះឈឺម្ល៉េះ កៅយិនខូចមែនទេ ស្រះឈូងដង9កន្លែងទាំងពីរនេះហើយយើងត្រូវការកម្លាំងបន្ថែមដើម្បីសង់ស្ពាន បានចាំខ្ញុំទៅពិនិត្យមើលសិន ហើយការយឹតសំណប់លើកនេះឯងលំបាកហើយ លោកឧត្តមសេនីយ៍ បាយបេសកកម្មយ៉ាងម៉េចហើយ រលូនល្អណាស់ខ្ញុំឮថាកៅយិតរបស់ឧត្តមសេនីយ៍បែកហើយមែនទេ នេះឯងមើលទៅតែនៅកន្លែងនេះទៅរកកញ្ចក់ឯណាដូរបាន ពិតជាចៃដន្យណាស់ថ្ងៃមុននៅផ្ទះប៉ាយូខ្ញុំរើបានរបស់កំណាប់ខ្លាំងរើបានមកខាងម៉ាច់តែម្ដងរួចរាល់ហើយ អូធីវ៉ាឯងពិតជាសិប្បករដ៏ប៉ិនប្រសប់ នោះ មែ ប្រកាស ន ហើយខ្ញុំមកពីក្លឹបកាភ្លើងធំណា ធីវ៉ាបងចង់ឲ្យកំភ្លើងបងបាញ់ឲ្យបានលឿនជាងមុន ខ្ញុំសុំគិតមើលបន្តិចសិន មែនហើយធីវ៉ាបងចង់សួរឯងរឿងនេះយូរហើយមើលក៏ឯងចូលក្លឹបកំភ្លើងធំបាន គឺវាកាត់ឡើងកាលពី3ឆ្នាំមុន សម្រាប់ចូលសម្រាប់ចូលសម្រាប់ ក្នុងសមរភូមិនៅស្រះឈូងពួកយើងបានយកឈ្នះលើតបចាងយ៉ាងចាស់ដៃបំផុតនិងរឹបអូសបានអាវុធនិងក្របរំសេវជាច្រើនប៉ុន្តែអាវុធជាច្រើនត្រូវបានចោលស្បែកសបំផ្លាញ សូមអរគុណណាស់ចំពោះការទស្សនារបស់បងប្អូនដែលបានទស្សនារឿងទាហានឈានមុខក្នុងភាគទី21នេះសូមរងចាំនៅភាគបន្តទៀតដើម្បីទទួលបាននៅវីដេអូបន្ថែមសូមបងប្អូនកុំភ្លេចចុច Subscribe និង Like ដើម្បីទទួលបាននៅវីដេអូបន្តទៀតសូមអរគុណនិងសូមជម្រាបលា